ការងារនេះមើលទៅហាក់ដូចជាការងារដែលគួរឲ្យធុញទ្រាន់បំផុតមិនធ្លាប់ដែលឃើញក៏ប៉ុន្តែវាបានផ្ដល់ប្រាក់ខែយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើនោះគឺអង្គុយមើលថ្មមានកម្មករជាច្រើនដែលអង្គុយដោយសម្លឹងមើលទៅលើថ្មរាប់រយដុំដែលរំកិលនៅពីមុខពួកគេស្ដាប់ទៅគឺគួរឲ្យធុញទ្រាន់ណាស់មែនទេក៏ប៉ុន្តែដុំថ្មខ្លះបាននៅលាយឡំជាមួយទៅនឹងត្បូងដ៏មានតម្លៃជាងពេជ្រទៅទៀតពួកវាត្រូវបានគេជីកចេញអំពីទន្លេជ្រៅៗមកហើយកម្មករទាំងនេះគឺត្រូវអង្គុយមើលថ្មដ៏កម្រទាំងនោះហើយបើរកឃើញគឺប្រគល់ទៅឲ្យអ្នកគ្រប់គ្រងប្រសិនបើវាជាថ្មពិសេសមួយដុំអ្នកទាំងអស់គ្នាអាចលក់វានៅក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់បានជួនកាលអាចចំណាយពេលរហូតទៅដល់រាប់សប្តាហ៍ដើម្បីរកតែមួយដុំប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នារកឃើញវាហើយវាពិតជាមានតម្លៃខ្លាំងណាស់នេះគឺជាការងារដែលសាកល្បងនៅការអត់ធ្មត់ហើយទៅនឹងភាពវៃឆ្លាតនៃការសម្លឹងទៅរកវត្ថុមានតម្លៃទាំងនោះដូច្នេះអ្នកទាំងអស់គ្នាអាចប្រាប់តើអ្នកទាំងអស់គ្នាសុខចិត្តធ្វើការងារបែបនេះឬទេប្រសិនបើថ្មមួយដុំនោះអាចនឹងប្រែក្លាយជោគវាសនារបស់លោកអ្នកបាន